តាសពធ្វើមិនទៅคล้ายជាអ្នកលុញពងរបស់សម្ដេចពេលគាត់ទៅណាយើងស្កាត់ទៅជួបគាត់ហើយយើងស្ទុះទៅចាប់គាត់ស្រាត់ខោហើយលិតពងគាត់នៅមុខកាមេរ៉ាគឺជារបស់ដែលគាត់ពេញចិត្តគាត់ឲ្យការងារនឹងធ្វើភ្លាមណាចៅអញ្ចឹងចៅទៅតែខ្មៅហើយចៅដេកចាំមើលឲ្យតែឃើញឡានអាហ្នឹងមួយគឺរឿងសំខាន់ជាងគេគឺចាប់លោកតាសែនសម្រាប់ខោហើយលិតពងភ្លាមដើម្បីឲ្យកាមេរ៉ាមើលឃើញបានការងារធ្វើហ្នឹងមួយទៀតគឺបំពេញចិត្តគាត់ដោយសុខចិត្តពេលឡានគាត់ចាញ់មកដេកនៅលើថ្នល់ឲ្យឡានកាន់អាហ្នឹងក៏ឆាប់បានការងារធ្វើណាអាហ្នឹងគឺរបៀបរកការងារធ្វើជាអ្នកលុញពងហ៊ុនសែនងាយទី1គឺចាប់គាត់ស្រាក់ខោឲ្យលិតទី2គឺទៅដេកនៅថ្នល់ពេលក្បួនឡានគាត់ចាញ់មកសំដែងនៅសេចក្តីស្មោះត្រង់ឲ្យឡានកាន់បាទពេលហ្នឹងគាត់យកប្រមូលកាទេលមួយមកវិចចៅឯងយកទៅធ្វើជាអ្នកលុញពងគឺជាវិធីស័ក្តិសិទ្ធិជាទីបំផុតក្នុងការរកការងារធ្វើណាវគ្គមុនអ៊ំថាថៃខ្មែរអាចមានសង្គ្រាមលើកទី3តើមកពីអ្វីសេរីស្រីណាជួនមកអំពីការគុំគួនរវាងតាហ៊ានថៃនិងលោកហ៊ុនសែនអត់ចប់ទេដរាបលោកហ៊ុនសែននៅរស់ការគុំគួននេះអត់ចប់ណាចៅវាអត់ចប់ដោយសារគុំគួនគ្នាណាចៅដោយសារគុំគួនគ្នាកុនខ្មែរមិនខ្លាចអាមេរិកផងថៃគីឡូអីត្រឹមត្រូវហើយអញ្ចឹងបបួលនេះវាយទៀតណាពន្លឺពេជ្រ will this ceasefire hold seem like it will be a long back and forth between Khmer and Thai I afraid it will not hold for long Hi YouTube លោក Donald Trump សហរដ្ឋអាមេរិកនឹងគ្រប់គ្រង Venezuela រហូតទាល់តែមានការផ្លាស់ប្ដូរអំណាចដោយសុវត្ថិភាពអានឹងធម្មតាទេមានន័យថាម៉េចមានន័យថាការឈ្លានពានចូលទៅក្នុងទឹកដី Venezuela អានេះគេហៅ invasion ច្បាប់អន្តរជាតិខុសប៉ុន្តែតើអ្នកណាអាចវិនិច្ឆ័យលើអាមេរិកបានអត់ទេដោយសារអ្វីអាមេរិកខ្លាំងនៅក្នុងភូមិសាស្ត្រនយោបាយប្រទេសខ្លាំងធ្វើខុសអត់មានទោសប្រទេសតូចធ្វើខុសតិចទទួលទោសដល់បានទេអាហ្នឹងនៅក្នុង geopolitics បើគង់តើស្រុកខ្មែរក្រៅពីសម្ដេចតេជោហ៊ុនសែនតើមានអ្នកណាអាចដឹកនាំប្រទេសជាតិបានក្រៅពីគាត់ចម្លើយ2យ៉ាងចម្លើយ1យ៉ាងបើចៅឯងចូលចិត្តគឺសូម្បីតែសម្ដេចហ៊ុនសែនគាត់ស្លាប់ទៅក៏ដោយក៏មិនត្រូវបូជាសពគាត់ដែរត្រូវបង្កកទុកថ្វាយអង្គមមានពេលអីត្រូវការគាត់ដឹកនាំត្រូវដាស់គាត់មកសួរពីព្រោះយើងមិនអាចចោលគាត់បានអាហ្នឹងទ្រឹស្ដីមួយជាចម្លើយមួយទៀតគឺជាចម្លើយធម្មជាតិមនុស្សកើតមកតែងស្លាប់ទៅវិញអ្នកដឹកនាំយើងត្រូវចេះរើសថ្មីដូច្នេះហើយហ៊ុនសែនក៏ដោយសីហនុក៏ដោយម៉ៅសេតុងក៏ដោយតេងសៀវភីងក៏ដោយសិតតែមនុស្សចេះងាប់ដូចគ្នាជេមសុកក៏ងាប់ដែរអញ្ចឹងចៅកូនពៅគង់ជ្រើសរើសតើគួរបង្កកណាតើគួរបង្កកហ៊ុនសែនទុកដើម្បីដឹកនាំស្រុកឬក៏ខ្លួនឯងចេះដឹកនាំស្រុកបើចៅមិនចេះខ្មែរដតីគេចេះចូលអ្នកកុំសួរថាអ្នកណាដឹកនាំស្រុកក្រោយពីហ៊ុនសែនចូលអ្នកសួរថាតើអ្នកគួរបង្កកហ៊ុនសែនទុកឲ្យដឹកនាំស្រុករហូតឬទេផ្លូវណាអ្នកជ្រើសរើសយកគាត់ដាក់ក្នុងទូទឹកកកទុកថ្វាយអង្គមគាត់ទុកហៅគាត់ឲ្យមកដឹកនាំស្រុកទៀតឬយ៉ាងណាចម្លើយនៅក្នុងហ្នឹងណាកូនណាចៅណាចម្លើយនៅក្នុងហ្នឹងreact រៀន network ល្អឬទេរៀន network បើចៅឯងចប់ថ្នាក់ទី12ចៅឯងរៀន computer science ពីព្រោះ network ការងារវាតិចបើយើងចេះ computer science ហើយរៀន network បន្ថែមអាហ្នឹងវាជាផលល្អតែបើរៀនតែ network គ្មានអាណាគេជួលទេគេអត់ជួលទេគេអត់ជួលយើងធ្វើការណាកូនconsole master អូខេលោកតាតើអាចមានសង្គ្រាមលោកលើកទី3អាចបើមិនដឹងពេលណាវាតែងតែមានពិភពលោករៀន IT អ្វីល្អលោកតាអត់ទេ computer science រៀន IT សម្រាប់ English language បើកូនឯងរៀនខ្មែរ literature ហើយកូនឯងរៀនអង់គ្លេសឲ្យស្ទាត់
ហើយរៀនកុំព្យូទ័រខ្លះហើយរកស៊ីប្រែសិភៅប្រែឲ្យត្រឹមត្រូវមានន័យថា subscribe ទៅ AI ហើយប្រែសិភៅពីភាសាអង់គ្លេសមកជាខ្មែរហើយ edit កែសិភៅនឹងឲ្យស្អាតប្រែសិភៅឲ្យស្អាតប្រែសិភៅនានាហើយចុះឈ្មោះចុះកម្មសិទ្ធិបញ្ញាឲ្យត្រឹមត្រូវបោះពុំលក់ហើយទុកអា master copy ដើម្បីបោះឧទាហរណ៍ថាបោះដំបងបោះតិចដើម្បីលក់អាណាទៅលក់ចិញ្ចឹមជីវិតណាបើរៀនខាង literature ហើយរៀនអង់គ្លេសឲ្យស្ទាត់ហើយនៅពេលដែលរៀនហ្នឹងគឺចាប់ដើមរកស៊ី subscribe ទៅ AI ហើយ subscribe ទៅ AI 2ទៅ Chat GPT ឬ Gemini អត់យកអា free ទេណាហើយរកសិភៅល្អចាប់ដើមប្រែសិភៅប្រវត្តិសាស្ត្រខ្មែរក៏ប្រែសិភៅអីក៏ប្រែឲ្យទៅជាខ្មែរណាហើយកែសិភៅនោះព្រោះយើងចេះអក្សរខ្មែរយើងកែថែមតិចទៅបោះពុំលក់យកលុយចាយអូខេកុំបោះពុំ e ព្រោះ e-book អត់មាន copyright ណាមួយទៅវាអត់ control system អញ្ចឹងយើងប្រើអត់បានហើយដល់ពេលយើងបានសិភៅច្រើនយើងតាក់ទង Amazon គេមាន Kindle ណាឬក៏យើងនឹងបោះជំហានទៅរកការប្រើ e-book ដែលមនុស្សអាចមើលហើយមានសំឡេងដែលអានដោយ AI យើងឈានទៅមុខណាអាហ្នឹងចំណែកមួយណាកូនណានឹងព្រោះវាជ្រុលរៀនអានោះទៅហើយអញ្ចឹងតលអញ្ចឹងហើយបន្តមកទៀតនៅពេលដែលយើងប្រែហ្នឹងយើងទៅទិញសិភៅទៅយកសិភៅយួនសិភៅវិជ្ជាជីវៈយួនហើយនឹងសិភៅវិជ្ជាជីវៈសៀមយើងយកមកប្រែតែយើងរៀនអង់គ្លេសទេអូខេយើងថតសិភៅហ្នឹងមកបញ្ចូលទៅឲ្យAI ប្រែហើយយើងយកមកកែហើយយើងចងក្រងជាសិភៅយើងបោះយើងអាចយកសិភៅបច្ចេកទេសវិជ្ជាជីវៈរបស់ថៃរបស់វៀតណាមនិងភាសាអង់គ្លេសយើងយកសិភៅ2ក្បាលបង្កើតសិភៅ1ក្បាលយើងយកសិភៅ3ក្បាលបង្កើតហើយយើងដាក់ថាយើងជាអ្នករៀបរៀងយើងកុំដាក់ថាយើងជាអ្នកនិពន្ធយើងដាក់ជាអ្នករៀបរៀងវិញហើយយើងបោះបានណាពីព្រោះច្បាប់នៅធូនៅស្រុកយើងបោះបានជាភាសាជាតិបោះណាហើយសិភៅកុំធ្វើឲ្យលើស200ទំព័រណាដើម្បីឲ្យមនុស្សស្រួលអានករណីលីប៊ីឥឡូវនេះមានករណីថ្មីមួយទៀតហើយវ៉ាណាស់វេឡាស្ដេចព្រះពិពលលោកអត់ទេ High YouTube បើចង់មានចំណេះដឹងក្នុងការគិតណាចាត់ទុកថាព្រឹត្តិការណ៍អស់នេះជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយអូខេជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ Have you read Marxism តា Yes I read Marxism manifestation economic theory of Karl Marx Capitalគេហៅ Das Capital part 1 2 3 I read manifestation I read the work of Marxian ideology I did read yeah. Just for my history study I did study Marxism and Marxist economic I did read my professor Thomas Sowell he wrote Marxist economic it's part of my history and economic study okay លោកតាមានដំណោះស្រាយអ្វីប្រសិនខ្មែរចាប់អាមេរិកអត់មានដំណោះស្រាយអ្វីអត់មានអ្នកណាហ៊ានគម្រាមកំហែងទេ Sneezy ចំណុចដែលយើងធ្វើគេហៅថា management ការចាត់ចែងនយោបាយការបរទេសរបស់កម្ពុជាលំបាកវាលំបាកណា Sneezy វាលំបាកប៉ុន្តែយើងអាចនឹងចាត់ចែងបានលីសរុនប្រសិនបើសំរងស៊ីដឹកនាំប្រទេសតើខ្មែរនឹងទៅជាយ៉ាងណា
ខ្មែរអាលាយលឿនជាងហ៊ុនសែនទៀតពេលព្រោះអារាំងស៊ីនេះមនុស្សចោលមកទៀតអត់ចេះធ្វើការទេ Studying business administration is good yes good currently studying business management will I have a better future yes but don't forget Jesse English okay so P លោកតាស្គាល់លោកតាចេងកំហេងអត់ទេអត់ស្គាល់ទេកូនតា computer science AI skill ខុសគ្នាដូចម្ដេច no computer science វាមានspecialization មួយគឺរៀនការ machine learning ដែលតាក់ទងនឹង AI អូខេមុខវិជ្ជា computer science ជំនាញខាង machine learning AI ខ្ញុំអាចប្រាប់បានថាបច្ចុប្បន្នហ្នឹងវាមានមុខវិជ្ជាគេបង្រៀនឲ្យនៅអាមេរិកខ្ញុំអាចប្រាប់បានខ្ញុំអាចប្រាប់បានណាខ្ញុំអាចប្រាប់បានចាំតិចខ្ញុំទាញយកmajor degree major យកមកសិនណាអូខេនៅសហរដ្ឋអាមេរិកចាប់ផ្ដើមមានបរិញ្ញាបត្រហើយគឺបរិញ្ញាបត្រខាងa degree major in artificial intelligence គឺមានហើយដែលគេបង្រៀនពី building intelligent system machine learning neural networks and deep learning computer vision natural language processing ណាdegree នេះគឺចាប់ផ្ដើមពី masters ទៅ PhD ចាប់ផ្ដើមមានហើយណា bachelor computer science អូខេ4ឆ្នាំ computer science master ចូលរៀនខាង AI ទី2bachelor master PhD level មានហើយគេហៅថាdegree in ML គេហៅថា college and university degree in machine learning កិច្ចការរៀនសូត្រគឺ computer and data supervised and unsupervised learning reinforcement learning model optimization คล้ายទៅនៅពេលរៀនចប់คล้ายខ្លួនទៅជា ML engineer ឬក៏ជា data scientist បើយើងជា bachelor degree គេហៅ ML engineer យើង master យើងជា ML engineer ឬក៏ data scientist បើយើងជា PhD យើងបរិញ្ញាឯកថ្នាក់បណ្ឌិតគេហៅថា data scientist ខាង ML data scientist អាហ្នឹងមានហើយនៅអាមេរិកណាមានហើយទី3 computer science អត់ដែរណាប៉ុន្តែជំនាញយកជំនាញខាង algorithm and data structure algorithm and data structure programming Python C++ Java ធម្មតា databases operating system ធម្មតាដល់ពេលចូល master specialize AI ឬក៏ machine learning ណាអនាគតខ្លាយទៅជា software ឬក៏ខ្លាយទៅជា AI engineer អាហ្នឹងផ្លូវទី3ផ្លូវទី4មានហើយផ្លូវទី4គឺ college degree in data science ណា bachelor degree in data science រៀនដំបូង data mining extraction meaning big data formation and structure statistics machine learning data visualization and audio នៅក្នុង data science នេះ masters bachelor degree ជា data science engineer ណា master ខ្លាយទៅជា data scientist ឬក៏ហៅថា business analytics science PhD ទៅជា data scientist អាហ្នឹងផ្លូវទី4ផ្លូវទី5ណា degree college degree in computer engineering focus លើ software ហើយនឹង hardware ទាំងពីរតកតងការសិក្សាយល់ដឹងអំពីcentral processing unit circuit board chip design ប៉ុន្តែខ្លីៗ AI chipset ខ្លីៗ robotic science embedded AI ខ្លីៗ bachelor degree ខ្លាយទៅជា robotic ឬក៏ AI hardware engineer bachelor 4ឆ្នាំ6ឆ្នាំខ្លាយទៅជា AI engineer ឬក៏ AI hardware scientist PhD
អាចខ្លាយទៅជា robotic scientist robotic science scientist ឬក៏ artificial intelligence scientist អាហ្នឹងមធ្យោបាយទី5មធ្យោបាយទី6គេមានហើយនៅស្រុកអាមេរិកនេះគេហៅថា math heavy degree math heavy degree វាមិនចំទេប៉ុន្តែអនាគតក៏ល្អដែរគឺ bachelor degree in mathematics ណាឬក៏ beginning with applied mathematics ណានៅក្នុងហ្នឹងប៉ុន្តែពេលចូលរៀន master រៀន core to AI theory តកតងនឹង linear algebra probability and statistics actuarial science optimization ប៉ុន្តែ PhD ទើបរៀន AI research ឬក៏ theoretical ML machine learning PhD ចប់បានទទួល PhD ខ្លាយទៅជា AI scientist ដែរប៉ុន្តែខាង theoretical machine learning អានោះផ្លូវមួយទៀតរៀនគណិតសាស្ត្រ bachelor degree in mathematics ប៉ុន្តែឡើងទៅ master រៀន data science ឬ ML research machine learning research ណានៅពេលខ្លាយជា scientist ខ្លាយទៅជា data scientist ដូចគ្នាអូខេទី8រៀន mathematics នៅក្នុង bachelor degree master degree រៀនខាង robotic science យកចិត្តទុកដាក់នឹង intelligent machines និងតកតងនឹង vision audio motion learning system embedded learning system deep learning system យក PhD ខ្លាយទៅជា AI scientist ដែរទី9 cognitive science ការសិក្សាដំបូងរៀន psychology bachelor degree in psychology master in AI or neuroscience ដោយកូនស្រីខ្ញុំរៀនណានៅពេលបាន PhD គេហៅថា human AI interaction and research scientist អនាគតអូខេបន្តមកទៀតរៀនជាវិស្វករអគ្គិសនី electrical engineering bachelor degree ប៉ុន្តែចូល master រៀន signal processing neural hardware and science speech recognition visualization audio interaction and embed deep learning computer integration អីហ្នឹងរៀនទៅ master degree ខ្លាយទៅជា scientist engineer ហើយ PhD ជា scientist ហ្នឹងក៏ផ្លូវតាក់ទងសិតតែលុយសិតតែឱកាសហ្នឹងអញ្ចឹងទី11ពេលរៀន bachelor degree រៀន IT information technology ប៉ុន្តែ specialize business oriented IT bachelor degree focus on implementation not theory ប៉ុន្តែក្រោយមកណា developmental AI tool cloud system automation ហើយរៀនមួយផ្នែកទៀតគឺ business management decision making embedded bachelor degree តែចាញ់ទៅធ្វើការអត់បានលុយប្រហែលទេ develop master នៅក្នុង master degree ត្រូវ develop ច្រើនរហូតទៅដល់ PhD អានេះរៀនយូរពីព្រោះនៅពេលរៀនចប់4ឆ្នាំការងារមិនសូវមានទេអូខេនេះគឺជាអ្វីដែលវាកើតឡើងនៅសហរដ្ឋអាមេរិកអញ្ចឹងរបៀបដែលគេត្រួសត្រាយផ្លូវសម្រាប់ការសិក្សាទី1 Gen Z ណាចំពោះចៅកើតឆ្នាំ1997ដល់2012ចៅត្រូវទី1 look at job market and future look at employable major មុខវិជ្ជាដែលគេជួល look at salary prospect ប្រាក់ចំណូលហើយ look at innovative future តើអ្នកវានុវត្តនភាពទៅអនាគតយ៉ាងម៉េចណាកូនណាអូខេអានឹងរឿងអញ្ចឹងHouse of Wolf that true that my brother study major network but he still study software development and now got a contract at ABA Bank still you are not fully trained you can find work now but you have to work harder people self studying on software development not gonna make you strong enough to have a good job in the future ចឹងត្រូវរៀនថែមអូខេកូន learning never stop Gen Z ប៉ុន្តែជាឱកាសរបស់ Gen Z ខ្មែរកើតឆ្នាំ97ដល់2012អនាគតរបស់ Gen Z ដែលខ្លាំងក្លាជាងគេគឺ Gen Z រស់នៅក្នុង digitalization age គេហៅថាយុគសម័យ digital ភាវូបនីយកម្ម
អូខេខ្ញុំបានបញ្ចប់ថ្នាក់សិក្សាបរិញ្ញាបត្រវិស្វករអគ្គិសនីបន្តធ្វើការល្អ Imposter but you need to learn English ត្រូវតែរៀនអង់គ្លេសហើយចាប់យក intelligence AI related ពីព្រោះថ្ងៃក្រោយសូម្បីតែអាកុងតាក់ភ្លើងក៏ going to be related to embedded circuit ស្អី become a ឥឡូវនេះគេនៅហៅថា smart home តែចុងក្រោយបំផុតគេហៅថា home ទេ home មានន័យថាម៉េចនៅស្រុកខ្មែរក៏ដូចជាស្រុកដទៃបើកភ្លើងបាត់ភ្លើងបើកម៉ាស៊ីនត្រជាក់បិទម៉ាស៊ីនត្រជាក់បើកដង្ហាលបិទដង្ហាលគ្រប់ទាំងអស់ទូទឹកកកជើងក្រានប្រដាប់ប្រដាជើងក្រានបាយគ្រាដេកថាស្អីទាំងអស់វាទៅជា internet working ហើយ internet working នេះគឺទូរៈបញ្ជាហើយនឹងប្រាជ្ញាបញ្ជាគឺ AI related អញ្ចឹង electrical engineering ត្រូវបោះជំហានទៅរកគោលដៅតែមួយគេហៅថា network integration ហើយនៅក្នុងហ្នឹងវាសិតតែជា AI assisted វាជា ML embedded វានៅក្នុងហ្នឹងអញ្ចឹងរៀនវាមិនចេះចប់ទេតលថ្ងៃយើងទៅវិញហើយចំពោះខ្ញុំឲ្យតែនិយាយរឿងហ្នឹងរីសប្បាយ I'm happy to know more I'm happy to learn more I'm happy to talk about that ខ្ញុំ happy ខ្ញុំសប្បាយចិត្តណាយល់ទេអូខេល្អកូនរក្សាណាឲ្យតែពាក្យថា tronic ហ្នឹងគឺល្អឲ្យតែមានពាក្យថា tronic ហ្នឹងល្អហើយណាការ nick ហ្នឹងក៏ល្អដែរ electric ហ្នឹងក៏ល្អដែរណាអូខេរដ្ឋមន្ត្រីយុត្តិធម៌ថារបប constitutional monarchy មានដើមកំណើតពីអង់គ្លេសតើរបបរាជានិយមយើងដូចអង់គ្លេសមែនទេអត់ទេណារបបរាជានិយមយើងណារបបរាជានិយមយើងហ្នឹងបន្តិចហើយហៅថា hybrid ណាអញ្ចឹងអា constitutional monarchy យើងហ្នឹងវា hybrid រាំងស៊ីមិនដឹកនាំប្រទេសគាត់ធ្វើនយោបាយដើម្បីត្រឹមត្រូវហើយបាទកម្មវិធី transcribe របស់លោកតាមានឈ្មោះអ្វីប្រាប់ម្ដងហើយកូនប្រាប់ម្ដងហើយណា Whisper transcription នេះអូខេណា